Một school bị sạt slap mộtประเภทដែលមានពណ៌ស្រស់ឆើតគេឧស្សាហ៍ឃើញវាបង្អួតរៀងបង្ហាញម៉ូតដូចជាតារាម៉ូដែលក្នុងព្រៃនោះគឺជាសត្វកង្កោកសត្វកង្កោកគឺជាសត្វដែលមានសម្រស់គួរឲ្យទាក់ទាញដោយសារតែរោមរបស់វាមានពណ៌ស្រស់ស្អាតសត្វនេះត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសុភមង្គលក្នុងវប្បធម៌ខ្មែរគេឃើញមានរបាំកង្កោកពីរប្រភេទគឺរបាំកង្កោកពោធិ៍សាត់និងរបាំកង្កោកប៉ៃលិនដែលគេច្រើនរួមក្នុងពិធីសុំសេចក្តីសុខឬសែនព្រេនជាដើមនៅក្នុងប្រទេសកម្ពុជាគេឃើញមានពូជសត្វកង្កោកបៃតងសត្វឈ្មោលមានបណ្ដោយខ្លួនវែងក៏វែងជាងមេញីស្លាបនឹងខ្លួនវាមានពណ៌បៃតងភ្លឺមានកំពយឈរត្រង់លើក្បាលមានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចជាភ្នែករាប់រយសត្វញីស្រដៀងសត្វឈ្មោលដែរតែពណ៌ស្រអាប់ជាងនិងមានកន្ទុយខ្លីទោះបីជាវាមានខ្លួនធំនិងកន្ទុយវែងយ៉ាងណាក៏ដោយក៏កង្កោកឈ្មោលនៅតែអាចហើរបានដែលវាហើរដោយរត់ហក់ឡើងលើត្រដាងស្លាបហោះយកតែម្ដងកង្កោកច្រើនហើរតែក្នុងស្ថានភាពគ្រោះថ្នាក់ហើយបានតែនៅរយៈចម្ងាយខ្លីប៉ុណ្ណោះវាអាចហោះហើរបានក្នុងល្បឿនប្រមាណ16គីឡូម៉ែត្រក្នុង1ម៉ោងកង្កោកឈ្មោលប្រើប្រាស់រួមជុំវិញខ្លួនដ៏ស្រស់ស្អាតរបស់វាដើម្បីធ្វើឲ្យកង្កោកញីចាប់អារម្មណ៍ពេលវាកម្រើកបង្ហាញរោមទន់វែងរបស់វាគឺក្នុងបំណងបញ្ចុះបញ្ចូលកង្កោកញីថាវាអាចធ្វើជាឪពុកដ៏ល្អរបស់កូនរបស់វាសត្វកង្កោកអាចរស់នៅបានដល់អាយុ25ឆ្នាំដែលមានអាយុវែងជាងបក្សីផ្សេងទៀតកង្កោកបៃតងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាវាជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដោយសារការប្រមាញ់និងការបាត់បង់ទីជម្រកដើម្បីឲ្យកូនចៅចំនួនក្រោយៗរបស់យើងនៅអាចឃើញនិងស្គាល់សត្វជានិមិត្តរូបនៃសុភមង្គលនេះបានសូមយើងទាំងអស់គ្នាចូលរួមការពារដោយបដិញ្ញាមិនបរិភោគសាច់សត្វព្រៃមិនគាំទ្រមិនទិញផលិតផលដែលធ្វើពីសត្វព្រៃដើម្បីចូលរួមអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នាសូមអរគុណណាស់ដល់អ្នកស្រឡាញ់ការពារធម្មជាតិអង្គការអភិរក្សអន្តរជាតិកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជនជាតិដើមភាគតិចសហគមន៍និងដៃគូពាក់ព័ន្ធការពារជម្រកសត្វព្រៃដែលជាជម្រករបស់សត្វកង្កោកធម្មជាតិយល់ដឹងពីសត្វព្រៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរៀនពីសត្វព្រៃជាមួយ CI